ខ្ញុំបានយកមុខម្ហូបមួយលក្ខណៈថាម្ហូបខ្មែររបស់យើងលក្ខណៈថាបុកត្រប់តែយើងកំបាញ់ជាមួយត្រីក្រហមលក្ខណៈថាយើងយករសជាតិរបស់ខ្មែរយើងហើយយើងដាក់ផ្សំគ្នាជាមួយដើម្បី creative របស់យើងឲ្យវាទាក់ទងនឹងចានទាក់ទងនឹងម្ហូបរបស់យើងឲ្យវាលេចធ្លោជាងមុនខ្ញុំសប្បាយចិត្តណាស់ដែលខាងសាលាក៏បង្កើតកម្មវិធីនេះឡើងវាជាឱកាសមួយសម្រាប់ខ្ញុំដើម្បីមកប្រឡងហើយឥឡូវខ្ញុំទទួលបានប្រៃហ្នឹងហើយខ្ញុំជូនពរឲ្យចុងភៅចំនួនក្រោយឲ្យកាត់ជាយាមយកម្ហូបមុខម្ហូបរបស់យើងគឺដើម្បីឲ្យពិភពលោកបានស្គាល់ថាម្ហូបយើងឆ្ងាញ់ប៉ុណ្ណាខ្ញុំឈ្មោះម៉ាត់រ៉ូហ្វាបេក្ខជនមកពីខេត្តបន្ទាយមានជ័យហើយម្ហូបរបស់ខ្ញុំគឺអាម៉ុក Renaissance ថ្ងៃនេះខ្ញុំបានទទួលលេខ2ដោយសារតែយើងធ្វើម្ហូបនេះពឹងផ្អែកទៅលើរសជាតិអាម៉ុកដដែលប៉ុន្តែយើងកែច្នៃជាមួយបែបទំនើបអញ្ចឹងយើងធ្វើអីដែរកុំភ្លេចរសជាតិដើមបន្ថែមនៅក្នុងហ្នឹងវា technique ថ្មីខ្ញុំមានអារម្មណ៍សប្បាយហើយក៏មានអារម្មណ៍ថាធូរបន្តិចដោយសារតែពេលធ្វើហ្នឹងវានេះលើកទី1របស់ខ្ញុំក្នុងការធ្វើប្រកួតដោយសារតែlate ថាជា10នាទីជាងហ្នឹងហើយអត់អីទេដោយសារតែខ្ញុំ late ដោយសារតែខ្ញុំភ័យពេកtechnique ក្នុងការធ្វើម្ហូបរបស់ខ្ញុំថ្ងៃនេះហ្នឹងគឺដោយសារតែខ្ញុំរកអីមកផ្សំជាមួយគ្នាហើយសាកធ្វើនៅផ្ទះខ្លួនឯង3-4ដងធ្វើម៉េចយើងភ្លក់ទៅឲ្យវាញ៉ាំទៅវាចូលគ្នាវាចាប់គ្នាហ្នឹងគឺជាគោលទី1ទី2យើងកុំភ្លេចរសជាតិដើមអាម៉ុកគឺនៅតែអាម៉ុកដដែលអត់មានអី5ផ្ញើច្រើនទេដោយសារតែយើងធ្វើអ្វីកុំភ្លេចអ្វីដែលជារបស់ខ្លួនឯងហើយកុំភ្លេចរសជាតិដើមហើយមានការច្នៃប្រឌិតថ្មីខ្ញុំឈ្មោះដនឌឿតបច្ចុប្បន្នខ្ញុំ Executive Sous Chef នៅ Raffle Grand Telangko ពីមុនខ្ញុំជាសិស្សសាលាអតីតសិស្សសាលានៅនេះឆ្នាំ2002ហើយថ្ងៃនេះខ្ញុំមកចូលរួមប្រកួតដោយសារខ្ញុំចង់បង្ហាញពីអ្វីដែលខ្ញុំបានរៀនពីមុនមកក្នុងសាលានេះហើយខ្ញុំត្រឡប់មកវិញជាមួយនឹង chef ហើយជាមួយ chef នៅ 5 star នៅ Raffle ទៅមកហើយខ្ញុំក៏បានមានពេលសប្បាយរីករាយក្នុងការប្រកួតដែរណាយើងបង្ហាញរបៀប technique របស់យើងពេលបាត់វាលទ្ធផលបានល្អមែនប៉ុន្តែយើងបង្ហាញថាយើងបានមានសមត្ថភាពចូលរួមនៅនឹងខ្ញុំមិនគ្រប់ត្រូលហើយខ្ញុំសប្បាយចិត្តដែលពេលមានកម្មវិធី competition បន្តទៀតនៅកន្លែងនេះហើយខ្ញុំគិតថាវគ្គក្រោយៗនឹងមានចុងភៅច្រើនមកចូលរួមដើម្បីចង់បង្ហាញពីសមត្ថភាពរបស់គាត់នៅក្នុងសាលានេះខ្ញុំនេះទទួលបានលេខ3ហើយមុខម្ហូបរបស់ខ្ញុំគឺខ្ញុំធ្វើលក្ខណៈម្ហូបរួមចូលគ្នារវាងម្ហូបខ្មែរម្ហូបអ៊ីតាលីហើយនិងម្ហូបបារាំងក៏ប៉ុន្តែខ្ញុំលទ្ធផលអត់សូវល្អគឺដោយសារតែត្រីរបស់ខ្ញុំវាអត់សូវឆ្អិន 100% ឆ្អិនត្រឹមតែ 80% ធ្វើវារឿងបែកធ្វើសរសៃរឿងស្វិតយើងបើសិនតែយើងចំអិនឲ្យបានដិតដល់លទ្ធផលនឹងល្អជាងនេះទោះបីខ្ញុំអត់បានលទ្ធផលល្អក្នុងការប្រឡងមែនប៉ុន្តែខ្ញុំនឹងខិតខំបន្តក្នុងអាជីពរបស់ខ្ញុំបន្តទៀតខ្ញុំសប្បាយចិត្តខ្ញុំមាននឹងអូខេអរគុណច្រើន